ជម្រាបសួរក៏ដូចជាសួស្តីទៅកាន់អ្នកទាំងអស់គ្នាថ្ងៃហ្នឹងអេដមីនសមោសខាងបែកហើយសូមអធិស្ឋានផងដែលបាត់មករយៈពេលដ៏សែនយូរគឺបើតាមអេដមីនដឹងដូចជាមួយឆ្នាំហើយណាអ្នកទាំងអស់គ្នាសូមអធិស្ឋានផងណាដោយសារតែអេដមីនរវល់ការងារច្រើនហើយសុខភាពអេដមីនក៏អត់សូវល្អអញ្ចឹងហើយបានអេដមីនបាត់មកយូរដល់ថ្នាក់ហ្នឹងហើយថ្ងៃហ្នឹងដែរអេដមីនក៏ចង់មកសម្រាប់រឿងតចាស់ជូនអ្នកទាំងអស់គ្នាស្ដាប់បន្តទៀតបើអ្នកទាំងអស់គ្នាពេញចិត្តក៏ជួយគ្រប់គ្រងអេដមីនបន្តទៀតណាហើយកុំភ្លេចជួយ like ជួយ comment ក៏ជួយផ្ដល់ជាមតិដើម្បីឲ្យអេដមីនមានកម្លាំងចិត្តដើម្បីធ្វើវីដេអូបន្តទៀតហើយថ្ងៃនេះដែរអេដមីននឹងមកសម្រាប់រឿងពងវែងស្នេហ៍កូនភ្លោះភាពបន្តរបស់យើងទាំងអស់គ្នាអញ្ចឹងទុកឲ្យខាត់ពេលយូរយើងមកតសាច់រឿងរបស់យើងតែម្ដងទៅអញ្ចឹងការពីភាព4របស់យើងចាន់បានព្យាយាមរត់គេចចេញពីអ៊ីបូហើយចាន់ក៏បានរត់គេចផុតមែនអ្នកទាំងគ្នាប៉ុន្តែយើងចាំមើលទាំងគ្នាថាចាន់នឹងអាចគេចផុតដោយជោគជ័យដល់យីបូរលេងឃើញមែនអត់អញ្ចឹងយើងតភាព5អ្នកគ្នាណារៀងតូចរត់មកដល់ខាងក្រៅគេសម្លឹងមើលទៅផ្ទៃសមុទ្រឆ្ងាយដែលកន្ទុយភ្នែកដែលមើលមិនឃើញកោះត្រើយនោះទេគឺមើលឃើញតែផ្ទៃទឹកខៀវស្រងាត់តែប៉ុណ្ណោះប៉ុន្តែចៃដនអីនៅទីនោះក៏មានកប៉ាល់ទឹកមួយគ្រឿងដែរចាន់មានសង្ឃឹមហើយចាយោពេលនេះទេវតាជួយខ្ញុំហើយចាន់ញញឹមត្រេកអររត់ទៅរកកប៉ាល់នោះរៀងតូចចុះលុយទឹករួចឡើងជិះជាប្រញាប់ហើយឯណាសោទៅចង្រៃយោអើយអត់មានសោទេតែឲ្យយើងបើកទៅយ៉ាងម៉េចចាន់ណាចាប់ផ្ដើមរញលងរកយោមៃក្តីសង្ឃឹមនឹងការត្រេកអរតែប្រមាណក៏ត្រូវរលាយអស់ដែរមិនអីទេកប៉ាល់នេះធំគួរសមខ្ញុំពួននៅខាងក្នុងក៏បានសង្ឃឹមថាមានអ្នកធ្វើដំណើរទៅត្រៃម្ខាងទៀតទៅចុះចាណាគិតរួចក៏ចូលទៅដេកពួននៅក្នុងកប៉ាល់នោះហើយយកកំណាត់ដែលគេទុកនៅលើនោះមកគ្របឲ្យជិតខ្លួនដើម្បីកុំឲ្យមានអ្នកមើលឃើញកន្លែងមកមើលលិនជីនេះវិញណាពេលដែលលឺសំឡេងប្រើភ្លាមហើយគេក៏បញ្ញាប់ចេញពីបន្ទប់ទឹកមកមើលបតែពេលគេចូលទៅមើលបន្ទប់ឃុំខ្លួនចាន់ស្រាប់តែបាត់ចាន់ទៅហើយគឺនៅសល់តែ Jackson ដែលដេកសន្លប់ហូរឈាមពីងក្បាលតែប៉ុណ្ណោះ Jackson អញយ៉ាងម៉េចហើយ Vivo ហើយឯណាអ្នកប្រុសម្នាក់នោះ Lindy ចាប់បង្រួន Jackson ឲ្យដឹងខ្លួនប៉ុន្តែគេមិនកម្រើកសោះនេះមិនដឹងធ្វើយ៉ាងម៉េចទេតើគួរជួយ Jackson ឬទៅតាមរកស៊ីវច័ន្ទជំរឿសចុងក្រោយនោះគឺមានតែខលប្រាប់យីបូតែប៉ុណ្ណោះច្បាយលើកទូរស័ព្ទខ្ញុំឲ្យឆាប់ឡើង Lindy រងចាំឲ្យយីបូលើកទូរស័ព្ទទាំងចិត្តអន្ទះសាររៀងក្រាស់ចុចលើកទូរស័ព្ទខ្ញុំមិនដឹងថាសំឡេងបើកលើកទូរស័ព្ទហ្នឹងយ៉ាងម៉េចទេអ្នកនរនេះអញខំមកយើងមានការអីសំឡេងអ្នកជាចវាយនិយាយទៅកាន់កូនចៅទាំងអារម្មណ៍ធុញទ្រាន់ចវាយមានរឿងធំហើយអ្នកប្រុសស៊ីច័ន្ទណារត់បាត់ហើយថាម៉េចចង្រៃយកពួកបំបងបាយឯងនេះមនុស្សជាប់ច្រវាក់ហើយហេតុអីក៏រត់ទៅបាល់អ្នកណាជាអ្នកដោះលែងគេយីបូនិយាយសម្លុតលិនជីទាំងញ័រដៃទៅត្រឹកព្រោះតែនេះខឹងខ្លាំងពេកខ្ញុំមិនដឹងទេចវាយលិនជីឆ្លើយទាំងភ័យនេះដឹងក្នុងចិត្តស្រាប់ហើយថាពេលដែលយីបូមកដល់ប្រកាសជាដាក់ទោសគេជាមិនខានបានហើយពួកមិនបានការយើងនឹងប្រញាប់ទៅឥឡូវនេះរៀងក្រានេះចុចផ្ដាច់ទូរស័ព្ទរួចទាញឲ្យធំយកមកពាក់ហើយក៏ប្រញាប់ចេញទៅជាមិនតាន់ជួយមនុស្សសំខាន់ជាងខ្ញុំត្រូវតែរុំរបួសឲ្យ Jackson ចាំតាមរកអ្នកប្រុសស៊ីវច័ន្ទតាមក្រោយលិនជីក៏បញ្ញាប់លើគ្រា Jackson ទៅបន្ទប់របស់គេរួចរុំរបួសឲ្យ Jackson ហើយទៅចេញទៅរកស៊ីវច័ន្ទកន្លែងមកឆ្នេរសមុទ្រនេះវិញណាថ្ងៃនេះអ៊ំស៊ីងដែលត្រូវជាប្តីរបស់អ៊ំយីងអ្នកបម្រើរបស់យីបូក៏ត្រូវឡើងទៅផ្សារដើម្បីទិញរបស់ត្រូវហើយគឺគាត់បើកកប៉ាល់ដែលរៀងតូចពួនហ្នឹងហើយគាត់ចាក់សមិនឆេះម៉ាស៊ីនកប៉ាល់ទីបំផុតមានមនុស្សនាំខ្ញុំទៅឆ្ងាយពីទីនេះហើយលីហើយមនុស្សចង្រៃប្រសាទមាត់ស្អុយឆ្កែឈួតយីបូរៀងតូចសាច់តិចរួចលួចជ័យរៀងក្រាស់ក្នុងចិត្តតែម្នាក់ឯងឈប់សិនអ៊ំស៊ីងលិនជីស្រែកគាត់អ៊ំស៊ីងពីចម្ងាយប៉ុន្តែអ៊ំស៊ីងមិនបានលឺនេះស្រែកហៅសោះគាត់ក៏បន្តបើកទៅយ៉ាងលឿនព្រោះបញ្ញាប់ត្រឡប់មកវិញឲ្យតន់ល្ងាចខ្ញុំរកគ្រប់កន្លែងហើយតែមិនឃើញគាត់សោះអ្នកប្រុសចាន់ប្រហែលជាលាក់ខ្លួននៅក្នុងកប៉ាល់ដែលអ៊ំស៊ីងបើកទៅហើយនេះក៏ទាញយកទូរស័ព្ទខលទៅយីបូម្ដងទៀតស្អីរបស់ឯងទៀតហើយរកគេឃើញហើយមែនទេចវាយមិនបាញ់មកកោះនេះទេខ្ញុំសង្ស័យថាអ្នកប្រុសស៊ីវច័ន្ទណាលួចជិះកប៉ាល់ទៅជាមួយអ៊ំស៊ីងបាត់ហើយព្រោះអ៊ំស៊ីងគាត់ទៅតែចេញកប៉ាល់ទៅអំបញ្ញមិញនេះទេល្អបានហើយយើងនឹងទៅរងចាំគេនៅផ្សារនោះតែម្ដង
រៀងក្រៅក៏ចាប់ផ្ដើមសើចទាំងពឹសពុលនឹងកំណាច់ទីបំផុតកុំសង្ឃឹមថារត់គេចពីខ្ញុំផុតឲ្យសោះស៊ីវច័ន្ទហើយតូនីកូនឆ្កែរបស់ខ្ញុំចឹងភាគ5មានតែប៉ុណ្្នឹងទេអ្នកទាំងគ្នាអញ្ចឹងយើងនឹងរងចាំភាគ6នៅថ្ងៃស្អែកដែលមានទិដ្ឋានាថានឹងផុសឲ្យតាន់ពេលវេលាហើយអត់ឲ្យអ្នកទាំងគ្នារងចាំយូរទៀតទេហើយក៏សូមជាអធិស្ឋានផងដោយសារតែមានខានសម្រាប់យូរអញ្ចឹងទៅមានភាពរអាក់រអួនចៃអត់រលូនអីចឹងណាអ្នកទាំងគ្នាសូមអធិស្ឋានផងហើយបើអ្នកទាំងគ្នាមានចិត្តចង់ជួយឧបត្ថម្ភ admin អាចឧបត្ថម្ភ admin តាមរយៈ ABA បានដែល admin នឹងដាក់ហ្នឹងឯងលេខ ABA admin នៅលើនេះរបស់យើងវីដេអូរបស់យើងហ្នឹងអញ្ចឹងអរគុណជម្រាបលាបាយបាយ